មានរឿងមួយដែលប្រជាជនមេស៊ីកូជឿថាវាមិនមែនត្រឹមតែជារឿងព្រេងទេខ្មោចស្រីដ៏កាចសាហាវម្នាក់បានដើរស្វែងរកកូនតាមដងទន្លេដែលនាងបានសម្លាប់កូនខ្លួនឯងដោយផ្ទាល់ដៃដែលរឿងនេះប្រជាជនឲ្យឈ្មោះថាឡាឡូរ៉ូណារឿងនេះបានចាប់ផ្ដើមនៅក្នុងភូមិតូចមួយនៅឯតំបន់មេស៊ីកូមានស្ត្រីម្នាក់ឈ្មោះមេរីនាងស្អាតទាល់តែអ្នកភូមិទាំងអស់ចង់បាននាងស្លៀកខោអាវសាមញ្ញទេប៉ុន្តែធ្វើឲ្យបុរសក្នុងភូមិចាប់អារម្មណ៍នាងជាខ្លាំងរួមទាំងបុរសអ្នកមានទ្រព្យម្នាក់ផងដែរហើយក្រោយមកទៀតបុរសនោះក៏បានក្លាយជាប្តីរបស់នាងពេលដែលពួកគេរៀបការមានកូនពីរជីវិតរបស់គេត្រឹមតែជាសុបិនដ៏ស្រស់ស្អាតមួយប៉ុណ្ណោះតែសុបិនដ៏ស្រស់ស្អាតនោះត្រូវរលាយបាត់ត្រឹមរយៈពេលដ៏ខ្លីដោយសារតែប្តីរបស់មេរីបានចេញទៅក្រៅជាញឹកញាប់មួយរយៈក្រោយមកមេរីបានចាប់អារម្មណ៍ថាគេមិនសូវយកចិត្តទុកដាក់ជាមួយខ្លួននិងកូនឡើយមានម្ដងម្កាលប្រជាជននៅក្នុងភូមិបាននិយាយតគ្នាថាប្តីរបស់នាងបានលួចតាក់ទងជាមួយនឹងស្រីថ្មីម្នាក់ទៀតដោយស្រីម្នាក់នោះស្អាតជាងក្មេងជាងហើយនឹងបានរួមរស់ជាមួយបុរសម្នាក់នោះទៅហើយនៅពេលដែលមេរីឮរឿងនេះចិត្តរបស់នាងខ្ទេចខ្ទាំខឹងក្រៀមក្រំនិងអស់សង្ឃឹមជាខ្លាំងហើយបន្ទាប់មកនៅយប់មួយនោះនាងបានដឹកដៃកូនទៅជិតទន្លេមានខ្យល់ត្រជាក់ហើយទឹកក៏ហូរខ្លាំងដែរសូមរងចាំទស្សនាភាគទី2នៅវីដេអូក្រោយ